កាហ្វេក៏លេចឥឡូវទទួលបានតែការគ្រប់គ្រងដ៏ខ្ពស់ពីសំណាក់អ្នកដែលគាត់ទិញយកទៅហូបហើយទៅសើគ្រប់គ្នាហ្មងថារសជាតិដែលឆ្ងាញ់ហ្នឹងល្មមល្មួតដិតនៅជាតិកាហ្វេនៅចុងដាតពិសេសបំផុតកាហ្វេដែលអត់មានការដាក់ក្លិននិងដាក់ពណ៌ហើយអត់មានសារជាតិខ្លាញ់ដែលអត់ល្អនោះទេអញ្ចឹងហើយបាទថ្ងៃនេះ Fiber សូមបើកជ្រើសរើសតំណាងចែកចាយដែលគាត់ទិញកាហ្វេក៏លេចយកទៅបោះដុំជាកេសលក់បន្តជាច្រើនអ្នកហើយប្រម៉ូសិនគឺពិសេសខ្លាំងមែនទែនហ្មងសម្រាប់កាហ្វេក៏លេចមាន2រសជាតិបាទអានេះគឺស្ករតិច3 in 1បាទមានកាហ្វេមានគ្រីមហើយមួយមានស្ករបាទហើយនៅពណ៌នេះគឺកាហ្វេអត់ស្ករបាទមានកាហ្វេមួយគ្រីមអញ្ចឹងមាន2រសជាតិបើសិនជាបងប្អូនដែលគាត់ទិញកាហ្វេកូលិចយកទៅលក់បន្តអាចលាយគ្នាបានប្រម៉ូសិនគឺពិសេសខ្លាំងមែនតើហ្មងជាទូទៅកាហ្វេកូលិចមួយកេសនេះមានប្រហែល30កញ្ចប់ឯណានៅក្នុងមួយកេសមាន30កញ្ចប់ធំហើយនៅក្នុងមួយកញ្ចប់ធំមាន28កញ្ចប់តូចបើសិនជាបងប្អូនទិញយកទៅលក់ខ្ញុំមានប្រម៉ូសិនពិសេសជូនបាទទិញមួយកេសបាទ30កញ្ចប់ខ្ញុំថែមជូន5កញ្ចប់ពីលើហ្នឹងក្រៅពីថែមជូន5កញ្ចប់ឲ្យបងប្អូនចំណេញហើយខ្ញុំថែមជូនច្រាសម៉ាសាមាត់ធ្មេញដែលសាយច្រាសទុនតូចឆ្មាបាទជូនរហូតដល់18ដើមតែម្ដងនេះប្រម៉ូសិនសម្រាប់អ្នកដែលគាត់ទិញកាហ្វេកូលិចយកទៅលក់បន្តហើយសម្រាប់តម្លៃ VVIP តម្លៃពិសេសខ្លាំងមែនទែនហើយខ្ញុំកំពុងតែត្រូវការអ្នកដែលគាត់ទិញកាហ្វេកូលិចយកទៅលក់បន្តច្រើនអ្នកខ្លាំងមែនទែនមកសម្រាប់ព័ត៌មានតម្លៃបងប្អូនឆាតចូលពេកព្រោះតម្លៃនេះគឺពិសេសជូនសម្រាប់អ្នកដែលគាត់មានតូបលក់នៅតាមផ្សារតូបចាប់រួយតូបគ្រឿងក្អូបឬក៏គាត់លក់នៅផ្ទះលក់នៅម៉ាតលក់នៅផ្សារទំនើបបាទតាក់ទងទិញកាហ្វេកូលិចយកទៅលក់ឲ្យធានាថាអត់កប់ស្តុកនោះទេព្រោះថាជាកាហ្វេដែលល្បីហើយអ្នកស្វែងរកគឺច្រើនខ្លាំងមែនទែនហ្មងខ្ញុំសូមឆ្លើយតបជាមួយនឹងខមមិនបងប្រុសនៅខាងលើបន្តិចហើយខ្ញុំសូមបញ្ជាក់ច្បាស់ៗត្បូងហ្មងថាកូលិចគឺជាប្រេងកូនខ្មែរផលិតនៅប្រទេសម៉ាឡេស៊ីបង Make in Malaysia បងមើលឲ្យច្បាស់នៅលើកេះបងអត់មាន Make in Malaysia ដែរលក់ច្បាស់ជូនបងហ្មងបងមិនមែនផ្ទះលេខ2ផ្ទះលេខ3ទេផលិតផលមកពីប្រទេសម៉ាឡេស៊ីហើយបងសំខាន់នៅលើនេះគេដាក់ថាអត់មានខ្លាញ់អាក្រក់អត់មានដាក់ក្លិនអត់មានដាក់ពណ៌ហើយបើនិយាយថាគ្រាប់ពូជកាហ្វេវិញបងប្រភេទ Robusta គឺមកពីប្រេស៊ីកម្រិតកាយ5ខ្ញុំធានាទៅលើរសជាតិបងយកទៅសាកសិនមិនថាមកកញ្ចប់ពីកញ្ចប់ឆុងក្តៅឆុងត្រជាក់បងយកទៅញ៉ាំអត់ឆ្ងាញ់ខ្ញុំដូរជូនលួយវិញគ្រប់ចំនួនហ្មងបងបាច់ភ័យទេកាហ្វេកូលិចរបស់ខ្ញុំស្រួលញ៉ាំណាស់អតិថិជនរូបណាក៏ដោយដែលគាត់បានប្រសាហើយគាត់ទៅសារបណ្ដាច់ពីមាត់ថារសជាតិឆ្ងាញ់ក្លិនឈ្ងុយស្រាសតុនអីដែលសំខាន់អត់ពិបាកញ៉ាំទេវាអត់ឈ្ងៀមវាអត់ជូរវាអត់ល្វីងវាអត់ផ្អែមឬក៏គ្រីមវាទលាន់ពេកទេដាក់ទៅល្មមហ្មងបងកាហ្វេមកពីម៉ាឡេមិនប៉ុន្តែអត់ទលាន់គ្រីមទេខ្ញុំហ៊ាននិយាយចឹងបងដែលគាត់ហូបកាហ្វេមកពីម៉ាឡេគាត់ដឹងអីបងមកសាកកាហ្វេខ្ញុំបើសិនជា Golec ផលិតផលនេះលក់អត់ដាច់មិនមែនអតិថិជនគ្រប់គ្រងវាយរលតាមអនឡាញតាមសារតាមតូបបងតែមើលតាមសារអូស័យសារថ្មីសារអីក៏ដោយនៅតាមខេត្តក្រុងកាលេខតាមបញ្ឆាច់បងឃើញ Golec ហើយសួរថាបើផលិតផលខ្ញុំមិនឆ្ងាញ់មិនល្អអតិថិជនមិនគ្រប់គ្រងគាត់មិនទិញយកទៅលក់ដាក់តូបរបស់គាត់ទេបងយកទៅឆែកបងយកទៅផលិតសិនហើយបងមើលការវិចខ្ចប់បងសំខាន់កាហ្វេរបស់ខ្ញុំធានាទៅលើរសជាតិមកពីណាខ្ញុំបញ្ជាក់ច្បាស់ជូនបងអញ្ចឹងសម្រាប់បងប្អូនដែលគាត់ថាចង់ដឹងចង់សាករសជាតិទិញយកទៅបានហើយសម្រាប់ម៉ូចាស់ខ្ញុំនៅតែប្រម៉ូសិនបន្តជាការលើកទឹកចិត្តនិងជាការអរគុណបងទាំងអស់គ្នាប្រម៉ូសិនកាហ្វេ Golec ទិញ5ថែម1ទិញ5ថែម1បានទាំងអស់6កញ្ចប់បង6កញ្ចប់តម្លៃគឺ$34បងក្នុងមួយកញ្ចប់ធំមាន28កញ្ចប់តូចហើយសម្រាប់បងប្អូនដែលទិញឥឡូវនេះខ្ញុំថែមកាដូជាមួយនឹងជ្រះដល់